ផ្នែកអាហារពេលល្ងាចរបស់ក្រុមហ៊ុនដូចធម្មតាឧទាហរណ៍មនុស្សគ្រប់រូបមានសិទ្ធិកុំងអាហារប៉ុន្តែពេលដល់វេនខ្ញុំអ្នកហាត់ការថ្មីបានឆក់យកមើលនុយទៅបាត់ម្ហូបរួចរាល់អស់ហើយមិនចាំបាច់កុំងទៀតទេមិនអាចកុំងម្ហូបមួយមុខឲ្យគ្រប់គ្នាបានទេខ្ញុំមិនទាន់បានបញ្ជាទិញផងខ្ញុំបាននិយាយថាគ្រប់គ្រាន់ហើយគ្រប់គ្រាន់ហើយក្រុមហ៊ុននៅតែនិយាយថាយើងគួរតែសន្សំប្រាក់ប៉ុន្តែអ្នកដែលជាអ្នកគ្រប់គ្រងផ្នែកលក់កំពុងតែនាំមុខគេដោយការបញ្ជាទិញដោយចៃដន្យមិនអីទេមែនទេលោកស្រីតើអ្នកចង់កុំងអ្វីផ្សេងទៀតទេខ្ញុំចង់បាន scrap សន្តែក្រហម snow cotton ហើយខ្ញុំបាននិយាយថាទេដូច្នេះអ្នកពិតជាគិតថាខ្លួនឯងពិសេសមែនទេអាហាតើអ្នកស្គាល់ខ្ញុំទេប៉ារបស់ខ្ញុំគឺជាអតិថិជនធំបំផុតរបស់ជាងយូមីងសូម្បីតែចៅវាយក៏ត្រូវគោរពខ្ញុំដែរតើអ្នកហ៊ានលូកដៃមកចាប់ខ្ញុំដោយរបៀបណាជាងមិនជឿខ្ញុំនឹងដកហូតតម្លៃលក់ដាច់បំផុតរបស់អ្នកពីរនាក់ហើយនឹងដាក់អ្នកចូលក្នុងបញ្ជីខ្មៅក្នុងឧស្សាហកម្មទាំងមូលពូរបស់ខ្ញុំជាងយូមីងគាត់នៅ live អស់រយៈពេល40ឆ្នាំហើយហេតុអ្វីខ្ញុំមិនដឹងថាគាត់មានកូនស្រីធំបែបនេះតើអ្នកខ្លាចថាអ្នកនឹងចូលរួមពិធីជប់លៀងដោយសារខ្លាចបំពុះខ្យល់ដែរទេយ៉ាងហោចណាស់អ្នកគួរតែយកអាហារខ្លះទៅជាមួយផងជាងយុនសូមមានការគោរពបន្ថែមទៀតខ្ញុំសម្រេចបានលទ្ធផលរបស់ខ្ញុំតាមរយៈសមត្ថភាពរបស់ខ្ញុំគឺជាក់ស្ដែងវាច្បាស់ណាស់ថាអ្នកមិនមានសិទ្ធិរិះគន់ទេវាជាអាហារពេលល្ងាចរបស់ក្រុមហ៊ុនមិនមែនជាអាហារសម្រាប់ផ្ទាល់ខ្លួនរបស់អ្នកទេខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកុំងអាហារទេហើយអ្នកក៏កាន់តែមានលក្ខណៈសម្បត្តិជាងនេះទៅទៀតគ្មានអ្វីចម្លែកទេដែលខ្ញុំបានទុំក្លិនស្អុយព្រាមនៅពេលដែលខ្ញុំដើរចូលទៅវាបង្ហាញថាអ្នកជាអ្នកកំពុងជារបស់ខ្វក់ចេញពីមាត់របស់អ្នកស៊ូណានកុំព្យាយាមឆ្លោះជាមួយខ្ញុំកំពុងប្រាប់អ្នកថាក្រុមហ៊ុននឹងខ្សែធនបើគ្មានការគ្រប់គ្រងពីឪពុកខ្ញុំទេខ្ញុំទទួលបន្ទុកពិធីជប់លៀងអាហារពេលល្ងាចថ្ងៃនេះខ្ញុំបានប្រាប់អ្នកកុំឲ្យកុំងដូច្នេះអ្នកមិនអាចកុំងបានទេប្រសិនបើអ្នកហ៊ានកុំងសំបីតែមួយមុខខ្ញុំនឹងបណ្ដេញអ្នកចេញនៅថ្ងៃស្អែកលោកស្រីតើលោកស្រីចង់កុំងម្ហូបនេះទេតើពួកគេទាំងអស់គ្នាកំពុងស្រែកអំពីអ្វីតើមានអ្វីកើតឡើងដែលអាហារពេលល្ងាចរបស់ក្រុមហ៊ុនមិនមែនជាកន្លែងសម្រាប់អ្នកឆ្លោះប្រកែកគ្នាស៊ូណានអ្នកបានធ្វើការជាមួយក្រុមហ៊ុននេះរយៈពេល1ឆ្នាំហើយតើអ្នកមិនដឹងទេថាការសន្សំសំចៃនិងការសន្សំសំចៃគឺជាគោលការណ៍របស់ក្រុមហ៊ុនទេឬចឹងយល់ការធ្វើបែបនេះក៏ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនដែរជាម្ហូបដែលអ្នកចង់បានប៉ុន្តែមិនអាចញ៉ាំបាននឹងស្លាប់មែនទេវាកាន់តែខុសទៀតដែលឯងវាអ្នកណាម្នាក់ឯងគួរតែទៅរកជាងនេះត្រូវបានចាត់ទុកថាបានដោះស្រាយរួចហើយបន្ទាប់ពីលោកយ៉ាងបានសុំទោសនិងបានបងសំណងចំនួន10សូមយល់សម្រាប់ការប៉ះពាល់ផ្លូវចិត្តលោកបៃតើលោកប្រកាសទេថាចង់ឲ្យខ្ញុំសុំទោសនិងសងជំងឺចិត្តបងស្រីណានកុំប្រឈមមុខគ្នាអីជាងយូគឺជាងយល់អ្នកមិនអាចមានលទ្ធភាពធ្វើឲ្យកូនស្រីរបស់នាងអាអន់ចិត្តបានទេលោកប្រធានាធិបតីបៃកំពុងពឹងផ្អែកលើជាងយូដើម្បីធានាបាននូវកិច្ចសហការជាមួយជាងយូតើអ្នកជឿគាត់ទេពេលគាត់និយាយថាឪពុករបស់គាត់គឺជាងយីមិញវាជាការពិតទាំងស្រុងដែលប្រធានាធិបតីជាងបានជូនគាត់ទៅធ្វើការដោយផ្ទាល់នៅថ្ងៃដែលគាត់ចាប់ផ្ដើមការងារលេខដែលអ្នកបានចុចត្រូវបានបិទហើយស៊ូណានតើអ្នកមិនបាននិយាយដែលខ្ញុំទើបតែនិយាយទេសុំទោសហើយបងប្រាក់ខ្ញុំមិនបានធ្វើអ្វីខុសទេហើយខ្ញុំនឹងមិនសុំទោសឡើយស៊ូណានអ្នកនឹងស្ដាយក្រោយខ្ញុំនឹងធ្វើឲ្យអ្នកចេញថ្លៃមិត្តរួមការងារជាទីគោរពបន្ទាប់មកគឺផ្នែកសំខាន់បំផុតនៃពិធីប្រគល់រង្វាន់ខែនេះអ្នកឈ្នះការលក់ខែនេះនឹងទទួលបានទឹកយកពីក្រុមហ៊ុនពានរង្វាន់នេះរួមមានពានរង្វាន់មួយនិងរង្វាន់ជាទឹកប្រាក់500យន់ខ្ញុំសូមប្រកាសអ្នកឈ្នះរង្វាន់ទឹកប្រាក់500យន់ជាងយន់លើកនេះជាងយន់ពិតជាសំនឹងទទួលបានងារជាជើងឯកផ្នែកលក់មែនក្រុមហ៊ុននឹងផ្ដោតលើការអភិវឌ្ឍអ្នកចាំបន្តិចសិនហេតុអ្វីបានជាឈ្មោះនៅលើនៅតែជាឈ្មោះមកគាត់នេះដើមឡើយជារបស់ឈ្មោះមែនទេគាត់បង្ហាញ PowerPoint ដោយលោកបេបានបង្ហាញឈ្មោះរបស់ខ្ញុំប៉ុន្តែអ្នកដែលទទួលពានរង្វាន់គឺលោកជាងយន់ដែលបំផុតនឹងប្រាក់រង្វាន់500យន់ដែលដើមឡើយជារបស់ខ្ញុំហេតុអ្វីបានជាវាត្រូវបានផ្លាស់ប្ដូរភ្លាមទៅជាអ្នកគ្រប់គ្រងខានេះជាតម្លៃដែលអ្នកត្រូវចំណាយសម្រាប់ការមិនសុំទោសជាអ្នកប្រគល់រង្វាន់ទូទាំងក្រុមហ៊ុនមិនមែនជាកន្លែងសម្រាប់អ្នកបង្កបញ្ហាទេតើអ្វីទៅជាលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់អ្នកលក់ល្អបំផុតការលក់សរុបរបស់គម្រោងរបស់ខ្ញុំក្នុងខែនេះលើសពី 1000 លានដែលនាំមកពួកឲ្យគាត់សម្គាល់នៅប្រាក់ចំណេញ5លានពីចំណាត់ថ្នាក់លេខ2ជាងយូមិនបានធ្វើការបញ្ជាទិញសំបីតែមួយដងខ្ញុំសូមសួរអ្នកទាំងអស់គ្នាថាហេតុអ្វីបានជាអ្នកផ្ដល់តំណែងលក់កម្ពុជារបស់ខ្ញុំទៅឲ្យជាងយូជាការពិតណាស់ដោយសារតែគម្រោងរបស់អ្នកត្រូវបានទទួលដោយមិនស្មោះត្រង់ក្រុមហ៊ុននឹងមិនអត់អន់ចំពោះអកប្បកិរិយាគួរឲ្យស្អប់ខ្ពើមបែបនេះទេយើងទើបតែលុបចោលចំណាត់ថ្នាក់លក់ដាច់បំផុតរបស់អ្នកនៅពេលនេះប្រសិនបើអ្នកបន្តប្រើវិធីសាស្ត្រដ៏គួរឲ្យស្អប់ខ្ពើមបែបនេះដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនបន្ទាប់មកអ្នកនឹងត្រូវបណ្ដេញចេញលោកបៃតានេះក៏ជាគំនិតរបស់អ្នកដែរឬស៊ូណានក្រុមហ៊ុនមានការពិចារណាផ្ទាល់ខ្លួនកុំឲ្យបញ្ហាតូចតាចបែបនេះប៉ះពាល់ដល់ពិធីប្រគល់រង្វាន់អ្នកត្រូវមានទស្សនៈទូលំទូលាយជាងនេះរូបភាពធំដែលអ្នកកំពុងសម្ដៅទៅលើគឺថាខ្ញុំធ្វើការថែមម៉ោងរហូតដល់ម៉ោង12អាធ្រាត្រជារៀងរាល់ថ្ងៃពេញមួយឆ្នាំវាមានន័យថាគម្រោងដែលខ្ញុំបានខិតខំប្រឹងប្រែងដើម្បីទទួលបានត្រូវបានប្រគល់ទៅឲ្យអ្នកផ្សេងជាសមិទ្ធផលដោយសារតែគាត់បានបដិសេធរាល់ការចូលរួមរបស់ខ្ញុំទាំងអស់ជាមួយនឹងពាក្យចាមអារ៉ាមដែលគ្មានមូលដ្ឋានហើយនៅតែមិនរើបំរាស់ខ្ញុំសូមសួរអ្នកតើយុត្តិធម៌និងសច្ចភាពនៅឯណាតើអ្នកមិនមានអារម្មណ៍ថាមានកំហុសទេដែលបានប្រព្រឹត្តចំពោះបុគ្គលិកដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ក្រុមហ៊ុនបែបនេះតើនេះយុត្តិធម៌ទេស៊ូណានកុំឆោតល្ងងពេកនៅក្នុងសង្គមនេះយុត្តិធម៌ជារបស់អ្នកណាដែលមានសិទ្ធិទទួលបានវាអត្តសញ្ញាណរបស់ខ្ញុំជាកូនស្រីរបស់លោកជាងយូមិញប្រធានក្រុមហ៊ុន China Group នឹងធានាថាអ្នកមិនអាចឡើងខ្ពស់ជាងឋានៈរបស់អ្នកក្នុងមួយជីវិតនេះបានទេខ្ញុំបានឮថាប្រធានាធិបតីជាងមានក្មួយស្រីម្នាក់ខ្ញុំឆ្ងល់ថាតើជាងសៀវខ្វានបានជួបនាងហើយឬនៅនោះជាបងប្អូនជីដូនមួយរបស់ខ្ញុំជាការពិតណាស់ខ្ញុំធ្លាប់បានជួបនាងប៉ុន្តែនាងរស់នៅក្រៅប្រទេសភាគច្រើនហើយក៏មកត្រឡប់មកប្រទេសចិនវិញណាស់ដូច្នេះខ្ញុំក៏មកជួបនាងណាអ្នកដែលមានឋានៈទាបដូចអ្នកនឹងមិនមានឱកាសឃើញគេឡើយពិតមែនទេជាងដែលជាអ្នកលក់កម្ពុជាមិនមែនជាមនុស្សថោកទាបទេដូច្នេះហេតុអ្វីបានជានាងលួចយកងារនិងប្រាក់រង្វាន់អ្នកលក់កម្ពុជារបស់អ្នកអត់ទេតើនាងអាចជាអ្នកស្នងមើលទៅខ្លាំងៗបានទេស៊ូណានកុំខ្មាស់អៀនខ្លាំងពេកតំណែងជាអ្នកលក់ដាច់បំផុតរបស់អ្នកត្រូវបានដកហូតវិញព្រោះអ្នកមិនសមនឹងទទួលបានវាទេខ្ញុំរកបានវាតាមរយៈសមត្ថភាពរបស់ខ្ញុំផ្ទាល់ឯកលើកកម្លាំងតើអ្នកកំពុងសម្ដៅទៅលើការពិតនៃការខ្ជិលច្រអូសនៅកន្លែងធ្វើការជារៀងរាល់ថ្ងៃលេងហ្គេមសម្រាប់អាហារថ្ងៃត្រង់2ម៉ោងនិងចេញពីធ្វើការទាន់ពេលវេលានៅម៉ោង5ល្ងាចមែនទេឬមួយក៏វាជាសមត្ថភាពរបស់អ្នកក្នុងការសម្លឹងមើលកុំព្យូទ័រពេញមួយថ្ងៃហើយវាតែពាក្យគឺសំណើទៅនៅក្នុងបទបង្ហាញ PowerPoint
ស៊ូណានប្រយ័ត្នពាក្យសម្ដីរបស់អ្នកនេះជាក្រុមហ៊ុនមិនមែនជាទីផ្សារទេអ្នកមិនអាចគ្រាន់តែស្រែកហូរនៅទីនេះបានទេទី6កុំគិតថាអ្នកអាចធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នដោយសារតែអ្នកបានឈ្នះគម្រោងមួយចំនួនសម្រាប់ក្រុមហ៊ុនគោលការណ៍រស់រានមានជីវិតរបស់អ្នកដែលរឹងមាំបំផុតត្រូវបានអនុវត្តអ្នកត្រូវតែទទួលយកការជំនួសដោយអ្នកដែលមានសមត្ថភាពជាងកុំបង្កបញ្ហាមិនអីទេខ្ញុំទទួលយកថាអ្នកលក់ដាច់បំផុតគួរតែត្រូវបានជ្រើសរើសដោយអ្នកដែលលេចធ្លោជាងការចំណាយប្រាក់របស់ក្រុមហ៊ុនយ៉ាងហួសហេតុលើម្ហូបអាហារនិងភេសជ្ជៈរបស់បុគ្គលិកជីណែនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ក្រុមហ៊ុនដូច្នេះហើយលោកស្រីជីណែនត្រូវបានដកហូតតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់និងត្រូវបានអភិការប្រតិបត្តិដោយសារតែការឆ្លុះបញ្ចាំងខ្លួនអ្នកហាត់ការជាងយ៉ានយងបានបង្ហាញពីសមត្ថភាពដ៏ល្អឥតខ្ចោះក្នុងអំឡុងពេលកម្មសិក្សារបស់នាងដោយរក្សាផលប្រយោជន៍របស់បានបង្កើតប្រាក់ចំណេញយ៉ាងច្រើនសម្រាប់ក្រុមហ៊ុនឥឡូវនេះគាត់ត្រូវបានដំឡើងឋានៈភ្លាមជាអ្នកគ្រប់គ្រងផ្នែកលក់ហើយនឹងទទួលយកគម្រោងជាបន្តបន្ទាប់របស់លោកជីណែនលោកយ៉ាងមិនអើពើនឹងច្បាប់របស់ក្រុមហ៊ុនកាត់ប្រាក់រង្វាន់ប្រចាំខែរបស់គាត់ហើយបានសរសេរការរិះគន់ខ្លួនឯងចំនួន10ពីកម្មនេះត្រូវបានបង្ហោះនៅក្នុងការជែកជាក្រុមដើម្បីឲ្យបុគ្គលិកផ្សេងទៀតអាចយកវាជាការព្រមានបន្ទាប់ពីអានសាររួចខ្ញុំបានដកហូតសិទ្ធិចូលប្រើកម្មវិធីរបស់ក្រុមហ៊ុនទាំងអស់ភ្លាមហើយបានអាក់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរពីការប្រតិបត្តិរបស់ខ្ញុំដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្ញុំអ្នកអង្គុយយ៉ាងមានមោទនភាពនៅកន្លែងធ្វើការរបស់ខ្ញុំប៉ុន្តែកៅអីរបស់ខ្ញុំមិនងាយស្រួលអង្គុយទេខ្ញុំផ្ទាល់បានគ្រប់គ្រងគម្រោងទាំងអស់ពីមុនមកប៉ុន្តែជាងយ៉ាន់មិនដឹងអ្វីទាំងអស់អំពីវាទេក្នុងរយៈពេលពី3ថ្ងៃអតិថិជនជាង10នាក់បានត្អូញត្អែហើយស្នើសុំឲ្យខ្ញុំទទួលបន្ទុកលើករណីរបស់ពួកគេបើមិនដូច្នោះទេការលុបចោលភាពជាដៃគូនឹងបណ្ដាលឲ្យមានការបង់ប្រាក់សំណងយ៉ាងច្រើនសម្រាប់ក្រុមហ៊ុនជាចុងក្រោយលោកបៃមិនអាចទ្រាំទ្របានទៀតទេហើយបានមកកន្លែងធ្វើការរបស់ខ្ញុំស៊ូណានទាំងនេះគឺជាគម្រោងដែលអ្នកបានធ្វើការលើប៉ុន្តែមានបញ្ហាបច្ចេកទេសនៅពេលនេះទៅសម្របសម្រួលដើម្បីធានាថាម្ចាស់កាត់ពេញចិត្តលោកបៃតើលោកចាប់មនុស្សខុសមែនទេខ្ញុំកំពុងត្រូវបានផ្អាកពីការប្រកេតដើម្បីពិចារណាឡើងវិញការផ្អាកសម្រាប់ការឆ្លុះបញ្ចាំងនៅតែត្រូវការងារគោលការណ៍របស់ក្រុមហ៊ុនកំណត់ថាអ្នកត្រូវទទួលខុសត្រូវចំពោះគម្រោងរបស់អ្នកតាំងពីដើមដល់ចប់ប៉ុន្តែខ្ញុំបានដកហូតសិទ្ធិអនុញ្ញាតទាំងអស់របស់ខ្ញុំរួចហើយដោយដែលលោកបេបានមានប្រសាសន៍ថាអ្នកដែលមិនមានតំណែងមិនគួរជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួនឡើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់ចៅវាយខ្ញុំយករំនេះជាអ្វីដែលយើងនឹងធ្វើបន្តការងាររបស់អ្នកឥឡូវនេះតាក់ទងអតិថិជនរបស់អ្នកជាបន្ទាន់ហើយកុំឲ្យពួកគេបញ្ចប់កិច្ចសហប្រតិបត្តិការអីលោកបៃអ្នកមិនគួរស្វែងរកអ្នកលក់ដ៏ល្អជាងនេះសម្រាប់រឿងបែបនេះទេខ្ញុំមិនមានសមត្ថភាពបែបនោះទេអ្នកពិតជាយករឿងកំប្លែងរបស់មិត្តរួមការងាររបស់ជួនណែនជារឿងធ្ងន់ធ្ងរមែនទេបន្ទាប់មកតំណែងជើងឯកផ្នែកលក់របស់ខ្ញុំនឹងត្រូវដកហូតវិញការខកខានមិនបានទទួលរង្វាន់500យន់គឺជារឿងកំប្លែងមួយការវិនិច្ឆ័យថាម្ហូបមួយមុខដែលមានតម្លៃ40យន់ថាហួសហេតុនិងខ្ជះខ្ជាយគឺជារឿងកំប្លែងមួយលោកបៃធានយូបានយល់ព្រមវិនិយោគអស្ចារ្យណាស់ជាងយុនអ្នកគឺជាផ្កាយសំណាងរបស់ក្រុមហ៊ុនដោយមានធានយូគ្រប់គ្រងយើងអតិថិជនទាំងនោះនឹងអង្វរសុំសហការជាមួយយើងស៊ូណានអ្នកត្រូវបានបណ្ដេញចេញចូលទៅបំពេញបែបបទឥឡូវនេះបងស្រីណានអ្នកពិតជាពូកែណាស់អ្នកនឹងទទួលបានជោគជ័យគ្រប់ទីកន្លែងកុំយកពាក្យរបស់ជាងយ៉ាន់មកពិចារណាអីអ្នកប្រកាសជានឹងរកការងារថ្មីឃើញមិនខានគាត់មិនទាន់មានសមត្ថភាពនោះនៅឡើយទេណានខ្ញុំនឹងទៅទ្វីបអាហ្វ្រិកសម្រាប់ដំណើរអាជីវកម្មនៅសប្តាហ៍ក្រោយដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុនរបស់អ្នកដូច្នេះខ្ញុំមិនអាចចូលរួមបានទេពូខ្ញុំបានលាលែងពីតំណែងដោយសារតែខ្ញុំកំពុងជួបប្រទះការលំបាកនៅកន្លែងធ្វើការតើអ្នកត្រូវការអន្តរាគមន៍ពីខ្ញុំទេខ្ញុំមិនចាំបាច់ត្រឡប់ទៅក្រុមហ៊ុនវិញដើម្បីទទួលបន្ទុកគម្រោងនេះទេកុំប្រញាប់អីកម្មវិធីទើបតែចាប់ផ្ដើមតើអ្នកកំពុងធ្វើអ្វីនៅទីនេះអ្នកត្រូវបានបណ្ដេញចេញហើយគ្មានសិទ្ធិចូលរួមក្នុងការចុះហត្ថលេខាទេគ្រាន់តែដោយសារតែខ្ញុំមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនរបស់អ្នកមិនមានន័យថាខ្ញុំមិនអាចមកបានទេតើមានលទ្ធភាពទេខ្ញុំឈ្មោះ Channel មកពីអតិថិជន Channel លេងសើចមែនទេនាយកប្រតិបត្តិនៃក្រុមហ៊ុន Channel Group គឺជាឪពុករបស់ខ្ញុំជាអតិថិជនហើយខ្ញុំអាចចុះហត្ថលេខាលើកិច្ចសន្យាជំនួសគាត់បានមនុស្សដូចអ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកសម្អាតនៅ Channel ទេវាបង្ហាញថានាងជាកូនស្រីរបស់ប្រធានាធិបតីជេងគ្មានអ្វីចម្លែកទេដែលគាត់មានអាកប្បកិរិយាថ្លៃថ្នូរបែបនេះយក Channel ចេញពីទីនេះហើយចុះហត្ថលេខាលើកិច្ចសន្យាឥឡូវនេះតើអ្នកអាចចុះកិច្ចសន្យាដោយរបៀបណាដោយគ្មានជំនួយពីជាងយ៉ាន់តើអ្នកអាចចុះកិច្ចសន្យាដោយគ្មានរឿងនេះដោយរបៀបណានេះមិនមែនជាការសម្គាល់ទឹករបស់ជាងជួនទេខ្ញុំបាននឹកថាប្រធានាធិបតីជាងមិនដែលឲ្យវាទៅអ្នកណាផ្សេងទេហើយអ្វីបានជាវានៅក្នុងដៃរបស់គាត់ខ្ញុំសូមប្រកាសថាក្រុមហ៊ុន China Group បានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Yisheng ហើយស៊ូណានតើអ្នកគិតថាអ្នកជានរណាដើម្បីតំណាងឲ្យប្រធានាធិបតីជាងតើខ្ញុំមិនបានប្រាប់អ្នកទេថាខ្ញុំជាអតិថិជនស៊ូណានតើអ្នកបានត្រារបស់ឪពុកខ្ញុំដោយរបៀបណាតើអ្នកណាជាអ្នកធ្វើការសម្រេចចិត្តជំនួសឪពុកខ្ញុំហើយដោយសិទ្ធិអ្វីគាត់ជាពូខាងម្ដាយរបស់ខ្ញុំវាមិនអាចទៅរួចទេឈឺណែនអ្នកកំពុងកុហកបងប្អូនជីដូនមួយរបស់ខ្ញុំបានរស់នៅក្រៅប្រទេសបើនាងត្រឡប់ទៅប្រទេសចិនវិញតើខ្ញុំមិនដឹងដោយរបៀបណាអ្នកត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនរបស់អ្នកហើយដោយមានអារម្មណ៍អាក់អន់ចិត្តបានមកចូលរួមពិធីចុះហត្ថលេខាដោយចេតនាដើម្បីបង្កបញ្ហាសូមកុំច្រឡំជាមួយគាត់ប្រសិនបើនាងពិតជាក្មួយស្រីរបស់អ្នកគ្រប់គ្រងទូទៅយ៉ាងនៃក្រុមហ៊ុន China Group ហើយបានធ្វើការនៅក្រុមហ៊ុនរបស់យើងអស់រយៈពេល1ឆ្នាំតើខ្ញុំអាចក្លាយជាអ្នកលក់ដ៏ថោកទាបនៅក្នុងក្រុមហ៊ុនរបស់យើងដោយរបៀបណាគាត់គ្រាន់តែចង់សងសឹកខ្ញុំចំពោះការព្យាយាមបំផ្លាញកិច្ចសហប្រតិបត្តិការរវាង China និង Yisheng ប៉ុណ្ណោះខ្ញុំស្គាល់ Chinen ច្បាស់ណាស់គាត់បានធ្វើការនៅក្រុមហ៊ុនរបស់យើងអស់រយៈពេល1ឆ្នាំ
គាត់គ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ដែលតែងតែគិតគូរយ៉ាងខ្លាំងអំពីប្រាក់រង្វាន់ទើបតែប្រហែលថ្ងៃមុននេះទេខ្ញុំបានជួបជាមួយមិត្តរួមការងារម្នាក់រឿងម្ហូបមួយមុខដែលមានតម្លៃ40 យួនប្រសិនបើនាងពិតជាគ្រូស្រីរបស់ប្រធានាធិបតីជាងតើនាងអាចបង្កើតរឿងអសរបែបនេះលើប្រាក់រង្វាន់500 យួនដល់វៀតណាម